សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងចន្ទីខែ11ហើយតើចំការចន្ទីពុកម៉ែបងប្អូនណាខ្លះដែលអត់ទាន់ចេញត្រួយកាំងត្រួយឬក៏ត្រួយចេញអត់ស្រស់គ្នាបាទអញ្ចឹងយើងមកមើលពីត្រួយចន្ទីរបស់បងម្ចាស់ចំការនៅខាងតាយ៉ែកបន្ទាប់ពីគាត់បានប្រើប្រាស់ជាមួយនឹងឈុតទាញត្រួយរបស់ក្រុមហ៊ុនតមាសគឺគាត់បានបាញ់វគ្គទី1ហ្នឹងគឺបានមួយសប្តាហ៍ហើយថ្ងៃនេះគឺយើងមកបាញ់វគ្គទី2បាទដោយសារតាវគ្គមុនហ្នឹងវាចេញមកបងប្អូនប៉ុន្តែវាចេញអត់ទាន់បានច្រើនភាគរយទេវាអាចឲ្យវាមានត្រួយកាន់តែច្រើនបន្ថែមទៀតយើងធ្វើការបាញ់វាមួយវគ្គទៀតអញ្ចឹងនៅវគ្គនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាចធ្វើការបាញ់លាយជាមួយនឹងថ្នាំកម្ចាត់សត្វល្អិតឬក៏កម្ចាត់ដង្កូវព្រោះអីត្រួយចន្ទីពិតជាសំខាន់កាលណាដែលត្រួយអត់បានថែទាំវាបានល្អនោះផ្កាឬក៏ក្តាប់ហើយទិន្នផលក៏វាអត់បានមកច្រើនដែរអញ្ចឹងដំណាក់កាលមើលថែទាំត្រួយហ្នឹងគឺពិតជាសំខាន់មែនតើបាទអញ្ចឹងឈុតទាញត្រួយឬក៏លាយចូលគ្នាជាមួយនឹងថ្នាំបាញ់សត្វល្អិតមានជំនួយខ្លាំងត្រួយខ្លាំងបូកជាមួយនឹងតពីឃាតដើម្បីកុំឲ្យចំណាយថវិកាច្រើនឬក៏ខាតពេលវេលាយូរយើងអាចដាក់ចូលគ្នាបាញ់តែម្ដងជាការស្រេច